ព្រឹត្តិបត្តិព័ត៌មានកម្ពស់ទឹកសម្រាប់ថ្ងៃទី2ខែធ្នូឆ្នាំ2025តាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់ 4.34 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 16 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 10.70 សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់ 11.22 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 19 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 22 ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់ 6.60 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 18 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 15.20 សង់ទីម៉ែត្រទន្លេបាសាក់ចាក់ទៅមុខថ្ងៃនេះទឹកមានកម្ពស់ 5.40 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 17 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 10.50 សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់ 4.4 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 8 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 7.50 សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់ 5.35 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 9 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 7.90 សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់ 5.66 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 12 សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន 9.50 សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់ 6.53 សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ 5 សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់ការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី2ខែធ្នូឆ្នាំ2025សូមអរគុណ